nơiក្នុងលំហអាភ័រក្រោមដីយន្តឈើគឺបានលុតជង្គង់អស់រយៈពេល3យប់3ថ្ងៃយន្តឈើគឺបានយល់ពីអ្វីៗទាំងអស់នេះប៉ុន្តែសម្រាប់គាត់នេះគ្រាន់តែជារឿងគឺវិខូខើពេកដោយសារតែយន្តកាំងហៃគឺជាសាច់ឈាមដំបងរបស់គាត់ដែលគាត់គឺបានរកឃើញនៅក្នុងពិភពគាត់គឺមិនទាន់បានជួបប្រទះទៅនឹងអារម្មណ៍ដ៏កក់ក្ដៅនៃខ្សែឈាមក៏ដូចជាសាច់ញាតិរបស់គាត់នោះទេប៉ុន្តែឥឡូវនេះនៅចំពោះមុខគាត់ជីតាគឺបានបាត់ពីពិភពលោកនេះជារៀងរហូតយន្តឈើដែលដើមឡើយចង់ចាក់ចេញពីកន្លែងនេះគឺបានជ្រើសរើសមិនចាក់ចេញភ្លាមៗបន្ទាប់ពីទទួលបានសេរីភាពផ្ទុយទៅវិញគាត់បានលុតជង្គង់នៅចំពោះមុខសាកសពរបស់យន្តកាំងហៃអស់រយៈពេល3យប់3ថ្ងៃដើម្បីមើលថែនៅក្បែរគាត់ហើយក៏ដើម្បីប្រើប្រាស់ពេលវេលា3ថ្ងៃដើម្បីឲ្យស្ងប់ចិត្តនិងរំលឹកអំពីសេចក្តីទុក្ខវេទនាទាំងអស់ក្នុងរយៈពេលជាមួយគ្នានេះឈ្មោះមួយក៏វាត្រូវបានឆ្លាក់យ៉ាងរឹងមាំនៅក្នុងសមុទ្រស្មារតីរបស់គាត់អស់រយៈពេល3ថ្ងៃនេះនោះគឺជាតំបន់ដើរស្ថានសួគ៌ដ៏អស្ចារ្យ3ថ្ងៃបានកន្លងផុតទៅហើយយន្តឈើទីបំផុតក៏បានរើខ្លួនគាត់បានបើកភ្នែកនិងបានក្រោកឡើងយឺតៗនិងមិនអាចប្រៀបផ្ទឹមបានគាត់បានរំកិលរាងកាយរបស់យន្តកាំងហៃដោយប្រុងប្រយ័ត្នដោយបានបញ្ចូលគាត់ទៅក្នុងគុជពលមេឃហើយនិយាយដោយសម្លេងទាបថាលោកតាគឺបានរងទុក្ខវេទនាអស់រយៈពេលជាង100ឆ្នាំលោកតាប្រហែលជាចង់ត្រឡប់ទៅកាន់ស្រុកកំណើតរបស់អ្នកខ្លាំងណាស់រងចាំដល់ថ្ងៃដែលខ្ញុំមានសមត្ថភាពនឹងបានចេញដំណើរទៅកាន់អាណាចក្រអារ្យបំផន់ខ្ញុំនឹងនាំលោកតាត្រឡប់ទៅកាន់តកូលរបស់អ្នកគឺមិនចាំបាច់ព្រួយបារម្ភពីរឿងនេះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកវិកេងដងលក់នៅស្រុកកំណើតរបស់អ្នករងចាំពេលដែលខ្ញុំវិមានកូននិងប្រពន្ធខ្ញុំនឹងនាំកូននិងប្រពន្ធទៅលេងលោកតារាល់ឆ្នាំខ្ញុំមិនអនុញ្ញាតឲ្យលោកតាវាឯកានោះទេនៅក្នុងចំណោមពាក្យសម្ដីរបស់គាត់យន្តឈើក៏បានក្រោកឈរឡើងហើយសម្លឹងមើលទៅកាន់មេឃតំបន់ដើរស្ថានសួគ៌ដ៏អស្ចារ្យដោយមិនគិតអំពីថាតើអ្នកវាអាក្រក់ឬក៏វាអត់ត្រូវឬមួយក៏ខុសគុណធម៌ឬក៏ជាភាពកាចសាហាវវាគ្រាន់តែដោយសារតែអ្នកគឺវាបានដេញតាមជីតារបស់ខ្ញុំរហូតដល់ស្លាប់ហើយសម្រាប់ពូស៊ីវដែលបានជួយសង្គ្រោះខ្ញុំថ្ងៃដែលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ខ្ញុំពិតជានឹងបង្ខំឲ្យអ្នកវាបង់ថ្លៃយ៉ាងធ្ងន់បំផុតដើម្បីថ្វាយបង្គំក៏ដូចជាបូជាទៅដល់វិញ្ញាណក្ខន្ធជីតានិងពូស៊ីវរបស់ខ្ញុំនៅឯស្ថានសួគ៌ចរិតរបស់គាត់គឺវាខុសពីមនុស្សធម្មតាបន្ទាប់ពីបានកាន់ទុកដោយគ្មានទីបញ្ចប់រយៈពេល3ថ្ងៃបន្ទាប់ពីបានដាក់យន្តកាំងហៃចូលទៅក្នុងគុជពលមេឃទឹកភ្នែករបស់គាត់គឺវាបានคล้ายទៅជាតកបេះដូងរបស់គាត់គឺទទេស្អាតនឹងការប្រុងប្រយ័ត្នគាត់បានងើបក្បាលទៅមើលមេឃរួចបានដកទៅខាងវិញរួចក៏បានលោតចេញពីទីនោះដោយសម្លេងញ័រយន្តឈើគឺវាបានចេញពីរណ្ដៅដែលវាលែងមានអំណាចនៃការបង្ក្រាបទៀតហើយនៅលើទីលាននៃការគ្រប់គ្រងដើមស្ថានសួគ៌នៅវេលាម៉ោង7កន្លះពេលព្រឹកនៅព្រឹកព្រលឹមលីងជីគឺបានមកដល់ទីលានដើម្បីវឹកហាត់ដាវនៅពេលព្រឹករបស់គាត់ដូចជាសពម្ដងប៉ុន្តែក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះគាត់គឺវាលែងវឹកហាត់ដោយមិនបានគិតពីអ្វីទាំងអស់ដាវយ៉ាងអមតៈគឺវាបានហោះចេញអំពីដៃរបស់គាត់បណ្ដាលឲ្យរលកនៃពន្លឺដូចជារលកពេលដែលបានហោះត្រឡប់ទៅកាន់ដៃរបស់គាត់វិញហើយនៅពេលនេះសំឡេងក្រហមមិនធម្មតាមួយគឺបានបញ្ឈប់សកម្មភាពរបស់គាត់មួយសន្ទុះនៅពេលដែលគាត់ប្រទាបទាំងផ្ដោតអារម្មណ៍និងស្ដាប់សំឡេងនោះផ្ទៃនៅពីមុខនៃដើមស្ថានសួគ៌ក៏វាត្រូវបានបំបែកភ្លាមហើយស្រមោលពណ៌ខ្មៅមួយក៏វាបានហោះចេញពីខាងក្នុងលីងជីពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការផ្លាស់ប្ដូរដែលមិនអាចមើលឃើញនឹងទីទុកមុននេះហើយគឺបានដកថយដោយការភ័យខ្លាចគណៈពេលដែលកំពុងតែបានស្រែកដោយចេតនាស្រមោលនៃមនុស្សនោះគឺបានហោះឡើងពីចម្ងាយរាប់សពីតមុនពេលដែលបានធ្លាក់ចុះយ៉ាងលឿនហើយក៏បានចុះចតនៅចំពោះមុខលីងជីនៅក្រោមសម្ពាធដ៏ធំធេងដែលបង្កើតឡើងទៅដោយដើរស្ថានសួគ៌តំបន់មួយនៃដីខាងក្រោមរបស់គាត់គឺវាត្រូវបានបែកខ្ទេចខ្ទីអ្នកលីងជីគឺបានដើរថយក្រោយ3ជំហានហើយគឺវាបានកាន់ដាវយ៉ាងអមតៈដោយមិនដឹងខ្លួនពីមុខបន្ទាប់ពីបានស្រែកពាក្យមួយម៉ាត់ភ្នែករបស់គាត់វាស្រាប់តែបានបើកហើយក៏វាបានស្រែកដោយការភ្ញាក់ផ្អើលម្ដងទៀតដោយចេតនាលោកគ្រូរូបរាងរបស់លីងជីមើលទៅវាដូចជាអ្នកដែលវាបានឃើញខ្មោចនៅចំកណ្ដាលថ្ងៃតែវាមាននរណាម្នាក់ដែលវាត្រូវបានគេសន្មតថានោះគឺវាត្រូវបានស្លាប់អស់រយៈពេល1ឆ្នាំវាស្រាប់តែបានលេចមុខនៅចំពោះមុខគាត់ប្រសិនបើវាមិនមែនជាខ្មោចទេតើវាគឺជាអ្វីនៅពេលនេះលីងជីពិតជាវាជឿថាគាត់គឺវាបានជួបទៅនឹងខ្មោចឆៅឬព្រីនិទានជីតូចយល់លោកគ្រូអ្នកគឺមិនទាន់ស្លាប់មែនទេអ្នកពិតជាមិនស្លាប់នោះទេអ្នកពិតជាមិនបានស្លាប់មិនសមហេតុផលទេបើខ្ញុំវាស្លាប់តើខ្ញុំវាអាចឈរនៅទីនេះឥឡូវនេះដោយរបៀបណាយន្តឈើគឺបានញញឹមប៉ុន្តែក៏បានដកដង្ហើមធំនៅក្នុងចិត្តដោយវាគ្មានការសង្ស័យទេនៅក្នុងអំឡុងពេលនេះមនុស្សគ្រប់គ្នាវាជឿថាគាត់គឺវាបានស្លាប់ទៅហើយចំពោះអ្នកដែលបានយកចិត្តទុកដាក់ចំពោះគាត់ពួកគេប្រកាសជាសោកសៅនឹងការខូចចិត្តជាខ្លាំងប៉ុន្តែថ្ងៃដែលអ្នកវាត្រូវបានអរិយវេបហាហើយគឺវាបានបិទចិត្តជាមួយគ្នានៅក្រោមដីជាទូទៅវាគ្មានឱកាសដែលអ្នកអាចរស់រានមានជីវិតនោះទេ
លីនជីគឺបាននិយាយតែមិនដឹងខ្លួនពេលដែលកំពុងតែបានប្រើប្រាស់ដោយស្ថានសួគ៌ភ្លាមនោះគាត់គឺបានកត់សម្គាល់ឃើញថាកម្លាំងបង្ក្រាបដែលវាគ្មានរូបរាងនៃដើមស្ថានសួគ៌គឺវាបានបាត់ទៅវិញក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះនៅពេលដែលគាត់កំពុងតែបានវឹកហាត់នៅក្នុងទីលានគាត់គឺមានអារម្មណ៍ថាវាមានអ្វីមួយមិនត្រឹមត្រូវតាំងពីដំបូងមកប៉ុន្តែគឺមិនដែលគិតអំពីការបង្កើតនៃដើមស្ថានសួគ៌នេះទេលីនជីគឺបានសម្លឹងមើលយ៉ាងទូលំទូលាយហើយនិយាយថាតើវាអាចទៅរួចទេដែលអ្នកគឺមិនបានស្លាប់បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់បែបនេះនៅថ្ងៃនោះហើយអារក្សក៏មិនបានព្យាយាមវាយប្រហារអ្នកនោះទេបន្ទាប់ពីអ្នកវារស់រានមានជីវិតហើយក៏បានសម្លាប់អារក្សជាធ្នូវាត្រូវហើយនោះគ្រាន់តែជាអ្វីដែលវាបានកើតឡើងវាមានតែបន្ទាប់ពីអារក្សនោះវាស្លាប់តែប៉ុណ្ណោះទើបខ្ញុំវាមានឱកាសគេចផុតអំពីកម្លាំងនៃការបង្កើតដើមស្ថានសួគ៌របស់ចៅវាយនេះអ្នកពិតជាអស្ចារ្យពេកហើយវាស័ក្តិសមគឺជាគ្រូរបស់លីនជីនេះវាគ្មានអ្វីដែលអ្នកគឺមិនអាចធ្វើបាននៅក្នុងលោកនេះទេខ្ញុំពិតជាល្ងងណាស់ដែលគិតថាលោកគ្រូលីនជីនឹងវាត្រូវបានស្លាប់យ៉ាងដោយងាយបែបនេះលោកគ្រូតើអ្នកវាបានដឹងទេអ្នកបច្ចុប្បន្នគឺជារឿងព្រេងនិទានដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងអាណាចក្រខ្យល់ខៀវនៅពេលដែលដំណឹងថាអ្នករស់រានមានជីវិតរីករាលដាលអ្នកនឹងក្លាយទៅជារឿងព្រេងនិទានដ៏អស្ចារ្យម្ដងទៀតរឿងរ៉ាវអូហូកម្លាំងដ៏ជ្រាលជ្រៅបច្ចុប្បន្នរបស់អ្នកពិតជាវាខ្លាំងជាងបងធំរបស់ខ្ញុំទៅទៀតតើវាអាចទៅរួចទេដែលកម្លាំងរបស់លោកគ្រូគឺវាខ្ពស់ទៅដល់កម្រិតទី9នៅក្នុងអាណាចក្រផែនដីបន្ទាប់ពីបានរកឃើញភាពសម្បូរបែបនៃធម៌ពលដ៏ជ្រាលជ្រៅរបស់យន្តឈើលីនជីគឺវាបានស្រែកឡើងដោយការភ្ញាក់ផ្អើល16ខែកម្លាំងដ៏ជ្រាលជ្រៅរបស់យន្តឈើគឺស្ថិតនៅក្នុងកម្រិតទី1នៅក្នុងអាណាចក្រវិញ្ញាណតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះភាពសម្បូរបែបនៃធម៌ពលកម្លាំងរបស់គាត់គឺវាបានលើសអំពីលីនយន្តរួចទៅហើយដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងកម្រិតទី4នៅក្នុងអាណាចក្រផែនដីរឿងនេះគួរឲ្យវាភ្ញាក់ផ្អើលខ្លាំងណាស់ដែលលីនជីស្ទើរតែបានធ្លាក់ចង្ការរបស់គាត់ដោយផ្ទាល់យន្តឈើកាលដែលនៅកម្រិតទី10នៅក្នុងអាណាចក្រវិញ្ញាណគឺវាមានសមត្ថភាពដែលអាចកំចាត់សៀជាយូខ្ញុំនៅក្នុងកម្រិតទី6នៅក្នុងអាណាចក្រផែនដីខ្ញុំមិនបានសម្លាប់អរិយនោះទេវាបានកាត់សរសៃបេះដូងរបស់វាដើម្បីឲ្យខ្ញុំគឺទទួលបានសេរីភាពយន្តឈើគឺបាននិយាយដោយសំឡេងស្ងប់ស្ងាត់ដែលមិនអាចប្រៀបផ្ទឹមបានអាណាចក្រផែនដីមែនឬកម្រិតទី6ជ្រុងភ្នែករបស់លីនជីគឺវាបានញ័រនៅពេលដែលគាត់គឺវាបានបើកមាត់និយាយខ្លាំងកម្រិតទី1នៅក្នុងអាណាចក្រវិញ្ញាណទៅដល់កម្រិតទី6នៅក្នុងអាណាចក្រផែនដីក្នុងរយៈពេល16ខែហើយនៅក្រោមដីដោយវាគ្មានធនធានល្បឿននេះវាកាន់តែជារឿងព្រេងថែមទៀតលោកគ្រូបច្ចុប្បន្នខ្ញុំគឺស្ថិតនៅក្នុងកម្រិតទី10នៅក្នុងអាណាចក្រវិញ្ញាណតើអ្នកនៅតែទទួលខ្ញុំធ្វើជាសិស្សរបស់អ្នកដែរឬទេយន្តឈើគឺបានញញឹមដោយធម្មតាហើយនិយាយថាខ្ញុំបានប្រើប្រាស់វិធីសាស្ត្រពិសេសមួយដើម្បីទៅដល់អាណាចក្រផែនដីបើតាមពិតទៅវាគ្មានអ្វីអស្ចារ្យអំពីវានោះទេកាលពីខ្ញុំវាត្រូវបានបង្ក្រាបវាមានរឿងជាច្រើនដែលបានកើតឡើងនៅក្នុងអាណាចក្រខ្យល់ខៀវឬអូលីនជីក៏បានងក់ក្បាលភ្លាមថាលោកគ្រូអ្នកមិនដឹងទេបន្ទាប់ពីការស្លាប់របស់អ្នកបន្ទាប់ពីអ្នកវាត្រូវបានអារក្សវិទាញចុះសមិទ្ធផលរបស់ចក្រភពខ្យល់ខៀវទាំងមូលនៅពេលនោះគ្រប់ផ្នែកទាំងអស់នៅក្នុងអាណាចក្រខ្យល់ខៀវគឺកំពុងតែបាននិយាយអំពីអ្នកជារឿងពិសេសគឺជាអ្នកវឹកហាត់ដ៏ជ្រាលជ្រៅវ័យក្មេងដែលវាគ្មានការគ្រប់គ្រងណាមួយនោះឡើយស្ទើរដោយសារតែអ្នកគ្រួសារអតរិកខ្យល់ខៀវក៏ទទួលបានកិត្តិយសនិងសេរីរុងរឿងដ៏ពងខ្ពស់បំផុតផងដែរនៅក្នុងការចោះឈ្មោះចំពោះរាជវាំងដ៏ជ្រាលជ្រៅនៅក្នុងអាណាចក្រខ្យល់ខៀវនិងសាខានៃរាជវាំងផ្សេងទៀតគឺវាមានការកើនឡើងចំនួននិស្សិត7ដងជាវាំងខាងក្នុងគឺវាមានរូបចម្លាក់របស់អ្នកផងដែរខ្ញុំគឺវាបានលើកថាពាក្យនៅពីលើការពិពណ៌នារបស់រូបចម្លាក់នោះគឺវាត្រូវបានបញ្ជាក់ថាអ្នកគឺជាសិស្សដ៏លេចធ្លោបំផុតរបស់រាជវាំងនៅក្នុងអាណាចក្រខ្យល់ខៀវគឺជាប្រវត្តិសាស្ត្របើសូម្បីតែរហូតមកដល់ពេលនេះនៅតែមានរឿងរ៉ាវអំពីអ្នកគ្រប់ទីកន្លែងនៅក្នុងរាជវាំងក៏ដូចជាអាណាចក្រខ្យល់ខៀវគឺអស្ចារ្យពេកហើយរឿងទាំងនោះដែលអ្នកគឺវាបានធ្វើតែអ្នកវាបានធ្វើវាដោយរបៀបណាយន្តឈើគឺមានទឹកមុខដែលវាពោពេញទៅដោយការភ្ញាក់ផ្អើលតើគាត់គឺមិនទៅតែទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងចំណោមការប្រកួតទេឬការបង្កឲ្យវាមានការភ្ញាក់ផ្អើលគឺជារឿងធម្មតាប៉ុន្តែវាមិនគួរមានអធិពលខ្លាំងពេកមកដល់កម្រិតនេះនោះទេគាត់នៅតែមិនទាន់បានដឹងអំពីការពិតដែលថាចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួតចំណាត់ថ្នាក់វាគ្រាន់តែជាចំណាត់ថ្នាក់បន្ទាប់បន្សំតែប៉ុណ្ណោះនៅពេលដែលវាបង្កការភ្ញាក់ផ្អើលនៅក្នុងចក្រភពខ្យល់ខៀវមូលហេតុចម្បងគឺដោយសារតែគាត់វាគ្មាននរណាម្នាក់វាគ្រប់គ្រងគាត់នៅពីខាងក្រោយបុគ្គលដែលគេមិនស្គាល់ម្នាក់ដែលវាស្ទើរតែគ្មាននរណាម្នាក់ដែលវាបានស្គាល់តាមពិតគឺវាបានរៀបការជាមួយនឹងស្រីស្អាតលំដាប់លេខ1ហើយវាត្រូវបានទទួលស្គាល់ជាសាធារណៈនោះគឺជាលេខ1បច្ចុប្បន្នវាជាយូ
ហើយវាថែមទាំងទទួលបានស្រីស្អាតលំដាប់លេខ1ដែលចវាយនាយជាច្រើនវិសម័យចង់បាននោះគឺជាទេពអប្សរនៃសម្រស់តកនាងគឺវាមានផ្ទៃពោះគាត់ទោះពីខ្ញុំវាត្រូវបានបង្ក្រាបតែដោយដើរស្ថានសួគ៌ព្រះនាងកាំងយីក៏ដូចជាយានប៉ាបពពួករបស់គេវាchẳngមិនដែរអ្វីដែលវាបានកើតឡើងបន្ទាប់ពីនោះមែនទេនៅពេលដែលយន្តឈើគឺបាននិយាយអំពីព្រះនាងកាំងយីទឹកមុខរបស់ឌីងជីគឺវាបានរឹងការរំភើបទាំងអស់របស់គាត់គឺវាត្រូវបានរលាយបាត់ទៅវិញការផ្លាស់ប្ដូរភ្លាមៗនៃទឹកមុខរបស់គាត់គឺវាបានតាក់ទាញបេះដូងរបស់យន្តឈើហើយគាត់គឺវាបានសួរភ្លាមៗថាអ្វីតើវាមានអ្វីកើតឡើងបន្ទាប់ពីនោះលីងជីគឺបានដកដង្ហើមវិញរួចនិយាយដោយកិច្ចបេះថាលោកគ្រូវាមានរឿងមួយបន្ទាប់ពីខ្ញុំនិយាយរួចអ្នកគឺមិនត្រូវខឹងនោះទេវាពិតជាមិនមែនជារឿងចេតនាពិតរបស់ព្រះនាងនោះទេព្រះនាងចិត្តនឹងរៀបការជាមួយនឹងហ្វេងជូឆេងរាងកាយរបស់យន្តឈើគឺបានញ័រយ៉ាងខ្លាំងហើយស្បែកមុខរបស់គាត់គឺវាបានប្រែជាសពុលភ្លាមលោកគ្រូកុំបារម្ភអីឥឡូវនេះព្រះនាងកាំងយីពិតជាមិនយល់ព្រមនោះទេប្រហែលជានាងនឹងត្រូវបានបង្ខំដោយសារតែនាងក៏វាត្រូវបានបង្ខំនឹងវាធ្វើដូច្នេះវាគឺជាជំរើសចុងក្រោយតែមួយគត់ប្រាប់ខ្ញុំតើពួកគេនឹងរៀបការនៅពេលណាហើយនឹងរៀបការនៅឯណាយន្តឈើគឺវាបានសួរទៅកាន់ឌីងជីដោយសម្លេងស្ងប់ស្ងាត់ពួកគេនឹងរៀបការនៅសាលព្រះអាទិត្យដ៏ក្តៅគគុករបស់ត្រកូលភ្លើងពេលដែលពាក្យសម្ដីរបស់ឌីងជីគឺវាបានធ្លាក់ចុះយន្តឈើគឺវាបានស្ទុះទៅក្នុងខ្យល់យ៉ាងខ្លាំងដោយវាបានធ្វើដំណើររាប់សិបម៉ែត្រក្នុងមួយប្រព្រឹត្តនៅចវាយឌីងជីគឺវាបានរត់យ៉ាងលឿនគឺដើម្បីតាមទាន់ហើយនៅក្នុងពេលជាមួយគ្នានោះដៃឆ្វេងរបស់គាត់បន្ទាប់ពីពលឺផ្លែតសត្វស្លាបដ៏ធំមួយប្រវែងប្រហែលជា6ម៉ែត្រដែលវាបាននាំមកនៅខ្យល់បក់យ៉ាងខ្លាំងក៏វាបានស្ទុះទៅកាន់យន្តឈើនេះគឺជាសត្វដ៏ជ្រាលជ្រៅរបស់ខ្ញុំវាគឺជាសត្វស្លាបដោយល្បឿនរបស់វាអ្នកប្រហែលជាវាអាចទៅដល់ទាន់ពេលវេលាលោកគ្រូសត្វស្លាបនេះគឺជាសត្វមួយយ៉ាងកាចសាហាវនៅក្នុងដំណាក់កាលផែនដីដែលវាតាក់ទងទៅនឹងល្បឿនវាមិនអន់ជាងសត្វស្ទាំងខ្យល់ព្យុះដ៏កាចសាហាវនោះទេហើយវាថែមទាំងមានការស៊ូទ្រាំជាច្រើនជាង10ដងទៀតផងយន្តឈើគឺបានងាកមកមើលកម្ពស់រួចក៏វាបានចុះទៅកាន់ខ្នងរបស់សត្វស្លាបមួយនេះបន្ទាប់ពីសម្លេងស្រែកដ៏វែងរបស់សត្វវាក៏វាបានហោះទៅកាន់មេឃហើយវាបានឈ្មោះត្រង់ទៅកាន់ទិសដៅនៅក្នុងអាណាចក្រខ្យល់ខៀវខ្ញុំសង្ឃឹមថាវាត្រូវតែបានទៅដល់ទាន់ពេលលីងជីគឺបានក្តាប់ដៃយ៉ាងណែនបន្ទាប់មកនៅពេលនេះគាត់វាស្រាប់តែបានគិតអំពីការរកឃើញថាឈូយូច័ន្ទគឺវាមានផ្ទៃពោះកាលពី16ខែមុនហើយវាស្រែកភ្លាមថាចវាយចាំបន្តិចគឺវាមានរឿងសំខាន់មួយទៀតដោយសារតែល្បឿនដ៏ខ្លាំងក្លារបស់សត្វស្លាបមួយនេះគឺវាបានផ្លាយទីចំណុចខ្មៅតូចមួយនៅក្នុងខ្សែផ្ទៃរបស់គាត់បាត់ហើយវាមិនអាចទៅរួចទេសម្រាប់គាត់ដែលបានស្រែកដោយសំឡេងនេះហើយបើទោះបីជាយន្តឈើដែលកំពុងតែបានឆេះទៅដោយអារម្មណ៍នៃការចង់ដឹងនិងចង់ឮអំពីសំឡេងរបស់គាត់ក៏ដោយគាត់នៅតែមិនបានងាកក្រោយនោះទេយើងងាកមកកាន់អាណាចក្រខ្យល់ខៀវនៅពេលព្រឹកព្រលឹមវាទើបតែបានមកដល់ហើយទីក្រុងអត្តរិកខ្យល់ខៀវគឺវាមានភាពអ៊ូអរគ្រប់ទីកន្លែងផ្លូវដែលវាមានទំហំខុសៗគ្នាដែលពពោះពេញទៅដោយវងនោះត្រូវហើយនេះគឺជាក្បួនដង្ហែកូនក្រមុំរបស់ត្រកូលភ្លើងពិតជាវាស័ក្តិសមទៅនឹងពាក្យសម្ដីថាវាខ្លាំងពូកែមែនដោយមានស្នាមញញឹមនៅពីលើមុខរបស់គាត់ហ្វេងជូឆេងគឺវាបានជិះនៅលើសត្វសេះដ៏ធំសម្បើមមួយក្បាលសោះនៅក្នុងត្រកូលភ្លើងជាង2000នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដូចជាអណ្ដាតភ្លើងគឺបានបង្កើតឡើងយ៉ាងដ៏វែងឆ្ងាយនៅពេលដែលបានមើលទៅកាន់កណ្ដាលដ៏ខ្ពស់ដែលពួកគេវាប្រៀបដូចជានាគភ្លើងដែលវាធ្វើដំណើរយឺតឆ្ពោះទៅកាន់ព្រះរាជវាំងសោះនៅក្នុងត្រកូលភ្លើងទាំងអស់នេះវាត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ហើយពួកគេម្នាក់គឺមិនធម្មតានោះទេបើសូម្បីតែអ្នកខ្សោយបំផុតនៅក្នុងកម្លាំងដ៏ជ្រាលជ្រៅក៏ស្ថិតនៅក្នុងអាណាចក្រវិញ្ញាណដែរអ្នកដែលមានកម្លាំងខ្ពស់គឺស្ថិតនៅក្នុងអាណាចក្រកណ្ដាលនៅក្នុងអាណាចក្រផែនដីរួចហើយជួបបែបនេះគឺវាគ្រប់គ្រាន់និងប្រមានបើសូម្បីតែនៅក្នុងអាណាចក្រខ្យល់ខៀវទាំងមូលហើយវាថែមទាំងអាចចាត់ទុកថាវាគួរឲ្យខ្លាចទៀតផងជាក់ស្ដែងត្រកូលភ្លើងដែលវាបានបាត់បង់មុខមាត់យ៉ាងខ្លាំងដោយសារតែការបរាជ័យរបស់ពួកគេនៅក្នុងការប្រកួតចំណាត់ថ្នាក់ហាក់ដូចជាវាចង់ឆ្លៀតឱកាសនេះនៅក្នុងការធ្វើឲ្យអ្នកអមដំណើរកូនក្រមុំរបស់ព្រះនាងហើយបង្ហាញសារជាថ្មីម្ដងទៀតនៅជំនាញដ៏អស្ចារ្យរបស់ត្រកូលភ្លើងទៅដល់ពិភពទៅដល់អាណាចក្រខ្យល់ខៀវស្របតាមទំនៀមទម្លាប់ឪពុករបស់ហ្វេងជូឆេងគឺជាហ្វេងទូហ៊ុនជាធម្មជាតិគឺមិនបានមកទេប៉ុន្តែអ្នកជំនាញកម្រិតចាស់ទុំដែលបានមកគ្មាននរណាម្នាក់មិនញញើតនឹងការកោតសរសើរទូទាំងប្រទេសនោះឡើយសម្រាប់តែអ្នកជំនាញនៅក្នុងអាណាចក្រមេឃចំនួន8នាក់រួចទៅហើយលើសពីនេះអ្នកនាំមុខទាំង2នាក់គឺស្ថិតនៅក្នុងលំដាប់ក្រោយនៅក្នុងអាណាចក្រមេឃហើយក៏ជាអ្នកជំនាញខ្លាំងបំផុត2នាក់របស់ត្រកូលភ្លើងដែលឆាប់ឆេះមនុស្សទាំង8នាក់ស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដែលវាបានតាក់ទាញភ្នែកជាងគេហើយបានអណ្ដែតរីប៉ាយស្មើគ្នានៅលើផ្ទៃអាកាសទាំងសងខាងដូចជាជួរអមដំណើរកូនក្រមុំថ្នាក់ទាំងមូលគឺវាបានបញ្ចេញខ្យល់ដ៏អស្ចារ្យពេញមួយប្រទេសដែលវាធ្វើឲ្យបេះដូងមនុស្សម្នាក់លោកញាប់
បើសូម្បីតែបន្ទាប់ពីចម្ងាយដល់ឆ្ងាយក៏ដោយវាធ្វើឲ្យមនុស្សវាធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាវាមានសម្ពាធស្ទើរតែអាចដកដង្ហើមរួចបើទោះបីជាមនុស្សម្នាក់និយាយថានេះគឺជាកម្រិតមួយដែលអាចបំផ្លិចបំផ្លាញទីក្រុងអាត្រិកខ្យល់ខៀវទាំងមូលក៏ដោយក៏វាគឺមិនមែនជាការបំផ្លិចនោះទេមើលក្រុមអ្នកអមដំណើរកូនក្រមុំមកអំពីត្រកូលភ្លើងគឺបានមកដល់ហើយបន្ទាប់ពីសម្លេងស្រែករបស់នរណាម្នាក់វងមនុស្សក៏វាចាប់ដើមរង្គំគឺហើយមនុស្សគ្រប់គ្នាគឺបានដើរឡើងទៅខាងលើហើយរួចសម្លឹងមើលទៅកាន់ក្រុមដែលបានអមដំណើរកូនក្រមុំរបស់ត្រកូលភ្លើងដែលបានខាត់មកចិត្តពីចម្ងាយជាធម្មតានៅពេលដែលកំពុងតែបានមើលក្បួនដង្ហែកូនក្រមុំវែងជូឆេងនឹងមនុស្សគឺវាបានស្រែកហូរកញ្ជ្រៀវជាខ្លាំងប៉ុន្តែនៅពេលនេះនៅក្រោមសម្ពាធដ៏គួរភ្ញាក់ផ្អើលដែលមិនអាចប្រៀបផ្ទឹមបានរបស់ត្រកូលភ្លើងវាគ្មាននរណាម្នាក់ហ៊ានស្រែកខ្លាំងៗនោះទេនៅពេលដែលក្បួនដង្ហែគឺវាបានដើរកាត់ពួកគេអារម្មណ៍នៃសម្ពាធដែលមិនអាចប្រៀបផ្ទឹមបានបែបនេះស្ទើរតែធ្វើឲ្យបេះដូងរបស់ពួកគេវាបានលោតញាប់បើសូម្បីតែអ្នកដែលមានមោទនភាពចំពោះកម្លាំងរបស់ពួកគេនិងភាពក្លាហានគ្រប់គ្រាន់ក៏វាបានត្រឹមតែខ្សឹបខ្សៀវគ្នាជាសម្ងាត់នោះគឺជាបច្ចេកទេសអត់ដែតដ៏ជ្រាលជ្រៅហើយវាថែមទាំងមានមនុស្ស8នាក់ទៀតផងកុំប្រាប់ខ្ញុំថាទាំង8នាក់នេះវាសុទ្ធតែនៅក្នុងអាណាចក្រមេឃមែនទេវាអពិតណាស់នោះហើយគឺជាករណីនៅក្នុងចំណោមអ្នកនាំមុខពីអ្នកខាងឆ្វេងគឺជាវែងឌូកាចំពោះអ្នកដែលនៅខាងស្ដាំគឺជាវែងឌូហុងដែលមានពាក្យចចាមរាមថាកម្លាំងដ៏ជ្រាលជ្រៅរបស់គាត់គឺវាឈានទៅដល់កម្រិតទី8នៅក្នុងអាណាចក្រមេឃរួចទៅហើយអ្នកនៅខាងស្ដាំគឺជាអ្នកចាស់ទុំទី13នៅក្នុងត្រកូលភ្លើងកម្លាំងដ៏ជ្រាលជ្រៅរបស់គាត់គឺស្ថិតនៅក្នុងកម្រិតទី7នៅក្នុងអាណាចក្រមេឃបើសូម្បីតែនៅក្នុងត្រកូលភ្លើងពួកគេគឺជាសត្វដែលវាមានកម្រិតខ្ពស់បំផុតខ្ញុំគឺមិនដែលគិតថាក្បួនដង្ហែកូនក្រមុំរបស់ត្រកូលភ្លើងនឹងនាំមកពួកគេមកជាមួយនោះទេអ្នកគឺមិនប្រកាសនោះទេបើទោះបីជាវែងជូឆេងគឺជានិកនៅក្នុងចំណោមបរិះក៏ដោយប៉ុន្តែតើយន្តឈើគឺជាសត្វបែបណាគាត់ក៏ជានិកនៅក្នុងចំណោមរឿងព្រេងនិទាននៅក្នុងអាណាចក្រខ្យល់ខៀវឪពុករបស់វែងជូឆេងនោះគឺជាវែងទូហ៊ុនក៏ប្រស្វែងរកឈូយូឆានពីមុនមកដែរប៉ុន្តែគាត់គឺមិនអាចមើលឃើញមុខរបស់នាងផងប៉ុន្តែយន្តឈើគឺវាអាចយកឈ្នះនាងប្រសិនបើយន្តឈើគឺមិនបានស្លាប់ហើយវែងជូឆេងនឹងប្រកួតប្រជែងជាមួយគាត់វិធីសាស្ត្រតែមួយគត់នឹងវាធ្វើឃាតគាត់ដោយប្រើអំណាចរបស់ត្រកូលស្ថានសួគ៌ដែលបានឆេះប៉ុន្តែយន្តឈើគឺវាមាននិកាយតកនៅពីខាងក្រោយខ្នងស្ត្រីទាំងពីរនាក់របស់គាត់គឺជាសិស្សនៅក្នុងនិកាយតកម្នាក់ក្នុងចំណោមពួកគេគឺជាទេពអប្សរតកទាំង7ហើយម្នាក់ទៀតគឺជាម្ចាស់នៅក្នុងវិមានតកនៅពេលអនាគតប្រសិនបើត្រកូលស្ថានសួគ៌ដែលបានឆេះវាចង់ធ្វើសកម្មភាពបើទោះបីជាពួកគេវាមានទំនុកចិត្ត100ឆ្នាំថានឹងទទួលបានជោគជ័យក៏ដោយក៏ពួកគេនៅតែត្រូវបានត្រឹមថ្លែងអំពីផលវិបាកបើទោះបីជាវែងជូឆេងក៏វាហ៊ានធ្វើក៏ដោយនោះវែងទូហ៊ុនប្រហែលជាមិនមានភាពក្លាហាននោះទេក្រុមអ្នកអមដំណើរកូនក្រមុំគឺបានបន្តទៅមុខគណៈពេលដែលកងនិងស្គរគឺបានបណ្ដើរឡើងហើយសត្វតោ8ក្បាលគឺវាបានស្រែកដោយបានឈ្មោះត្រង់ទៅកាន់រាជវាំងអង្គបន្ទប់របស់អធិរាជសូមជម្រាបជូនព្រះករុណាក្រុមអ្នកអមដំណើរកូនក្រមុំនៅក្នុងត្រកូលភ្លើងដែលបាននៅក្នុងត្រកូលភ្លើងគឺវាបានចូលមកកាន់ច្រកទ្វារនៃរាជវាំងនោះទៅហើយនឹងបានមកដល់រាជវាំងព្រះច័ន្ទក្នុងរយៈពេលកន្លះម៉ោងទៀតមន្ត្រីផ្ទាល់ខ្លួនរបស់កាងបាងហើគឺបានសម្របជូនគឺបានបញ្ជូនគាត់ដោយការគោរពសម្បល់របស់កាងបាងហើបច្ចុប្បន្នគឺអាក្រក់ដល់ចំណុចស្ទើរតែមិនអាចមើលឃើញនៅសម្បល់របស់គាត់ភ្នែករបស់គាត់គឺវាជ្រាលជ្រៅសក់របស់គាត់ពាក់កណ្ដាលគឺវាបានទៅជាសហើយស្នាមញញឹមដ៏ជ្រីជ្រួញពេញមុខរបស់គាត់ប្រសិនបើយន្តឈើគឺវាបានឃើញគាត់ឥឡូវនេះគាត់ពិតជាមិនស្គាល់គាត់នោះទេថាគឺជាកាងបាងហើហើយគាត់វាបានជួយកាលពីប្រហែលឆ្នាំមុននៅក្នុងរយៈពេល2ឆ្នាំវាហាក់បីដូចជាគាត់គឺវាមានវ័យចំណាស់រាប់សិបដងបើសូម្បីតែក្នុងការដកដង្ហើមរបស់គាត់ក៏ពិបាកដែរវាដូចជាបរិះចំណាស់ម្នាក់ដែលវាចិត្តស្លាប់ទៅហើយនៅពេលនេះដែលមិនអាចឈប់ដកដង្ហើមទាំងស្រុងនៅពេលណាក៏បានអណ្ដាតភ្លើងនៃជីវិតរបស់គាត់ក៏វិចិត្រទៅដល់គែមនៃសេចក្តីស្លាប់និងការរលត់រួចទៅហើយកាងបាងហើមិនបានដេកពេញមួយយប់នៅពេលដែលបានឮសំឡេងមន្ត្រីគាត់បានបើកភ្នែកឡើងដោយពិបាកហើយនិយាយដោយសម្ដីស្អកថាជួយយើងផងរៀបចំរទេះនៃរាជវង្សយើងនឹងទៅទស្សនាដោយផ្ទាល់នៅក្នុងវិមានប្រចាំគាត់គឺវាបានក្អកពីម្ដងក្រោយពីបាននិយាយពី3ប្រយោគកាងបាងហើគឺបានក្អកយ៉ាងខ្លាំងហើយមុខរបស់គាត់ក៏វាបានស្លេកស្លាំងផងដែរមន្ត្រីចំណាស់គឺវាបានស្ទុះទៅអែលខ្នងរបស់កាងបាងហើយ៉ាងបញ្ញាបញ្ញាមុខដ៏ជឿចាប់គឺវាបានបង្ហាញថាព្រះករុណាព្រឹកព្រលឹមនៅឡើយហើយខ្យល់វានៅតែបានត្រជាក់រាងកាយដ៏ទន់ភ្លន់របស់ព្រះអង្គពិតជាមិនអាចទ្រាំទ្រទៅនឹងការប្រែប្រួលនៃអាកាសធាតុបាននោះទេព្រះមហាក្សត្រគឺវាបានណែនាំជាពិសេសដែលថាបន្ទាប់ពីក្រុមអមដំណើររបស់កូនក្រមុំរបស់ស្ថានសួគ៌ដែលបានឆេះមកដល់ព្រះនាងនឹងទៅជាមួយទ្រង់ដោយផ្ទាល់ហើយមិនត្រូវធ្វើអ្វីឲ្យពិធីនេះវាស្មុគស្មាញឡើយព្រះករុណាក៏មិនចាំបាច់ទៅទីនោះទាល់តែសោះអត់ទេយើងត្រូវតែបានទៅ
การบางเฮ้คือบ้านงูกบ้านหนึ่งกาต่อสู้มันตัดให้ไปถวยระยะบัดด้วยจังจงไปเลยแกđàm bấy tranh từ bước với chủ chế được về đúng gì ở cứ ban từ ngày ông pí tì cộng tri đói ông này tận ông đôi chân ta nếu ai chỉ điệp ca chỉ muốn được quạt đòi sạ chặt đòi được na gì ở tayแต่ดับบกวบhơiสำหรับปัญหานี้คือวิมินแต่เลียงตีได้ใต้แต่ปะได้ใส่เหมือนปรับยืงอ่องปีมู่หลายยืงไม่น่ารอมโปรเซนต์บางยืงเหมือนบานเตอร์ในประเด็นเตะหายจียืงนึ่งเหมือนบานจูบยืงđầu tiên đầu tiênเอาไปลื่นดับยืงแต่กันตีนุสองเล็กดอกตะขาวมุ้ยดอกเวยดับบานมกอ่องปีขังกรอยเปลี่ยนบรอเวยกันดาวมันเนี่ยสิสมเด็จบังเปียปวบไปมกดอกสลอสอาดก็ไปตระบานบัดเป้ดับบานเป็นใจหารอมนุคือจุดเนี่ยศักษาได้เป็นอันดับเพียบจากมู่ระบกวดดอยซาใต้ประกาศนาคือสำหรับจัดอรุณท้ายส้มอ้อยประเทศส้มอ้อยลูกประเทศอ้อมตำนานประกาศนาเต็มมุกลูกประเทศในจังหวัดดงฟางได้แบบบานเคยยุบจนดอกเป็นประสอบมันเนี่ยนี่คือแบบบานเด็กหมกหมกเลี้ยงมันไตรลูกก็แบบบานหยอบย้อนหนึ่งบานถอยกลอยปีจมหินปันใต้คือเหมือนบานบางห้างอัมปีก้าเนี่ยเอาไว้ได้ให้ดีใหญ่ได้กายกระดกท้าได้แบบเมียนลูกประเทศในจังหวัดดงฟางอ้อมตำนานได้ต่อประกาศนาประกอบชื่อเหมือนเมียนปัญหาหนุ่มตีเนี่ยบางราชามันเนี่ยนี่นั่งเตยเรียบจำประเทศในขนมดิจิวงไอเหล่านี้ในขนมวิมินประจันคือวิตรบานบอมพลื้เตอได้จงกินกุ้งอย่างเป็นดิ่งจงกินโดยจีจงกินกุ้งก้านั่งกำราปรุงปอกระหอมคือบ้านบอมเป็นผนัยมนุษย์กรุบนี้บาส่งใบตาในขนมสระตึกก็วิมินสายโบปอกระหอมกรุบตีกันไล่แต่อันนี้คือวิตรบานเรียบจำเตอได้มนุษย์ได้วิตรบานแต่งตั้งแต่ได้พระมาจากตีใบนู้จะกางสู้กอดบ้านเราจำปีปีระบอกไปจูใช้จีมุ้ยหนึ่งห่างกางยู่ให้ตึงเราจำไงนี้อ้อระยะเป๊ะจีจานน้ำได้ท่อมาจีกอดหนึ่งแหลกบางเอาไว้แต่อันเราบอกกอดได้ไปแตะเติมเติมนึ่งปัญหาหมวยนี้สำหรับขบวนดังไฮโกนกระมงเราบ้าตะโกนเพลิงเราบ้าตะโกนเพลิงเลือกนี้การสู้คือบ้านจับดามเราจำอยู่นามหายเดินมกวิเมียนประจันเป้ดาบานเคยกล้องเราบ้าตะโกนเพลิงดาบานดอกอดบ้านปัญญาแต่สวากุ้มแต่การปูเกยเปลี่ยนเปลี่ยนบอลท็อปไปบานสวากุ้มแต่การเฟนจูใช้ดอกตัวก็คือไปจับดามดักนอมปูเกยโจนหลอกนองกรรมวิธีดีเปลี่ยนเปลี่ยนเฟนจูใช้ดาบานสลิดสำลีบังเปียบอกหอมต่างสองการปอกหอมเดินเลยตรุ่มเราบอกกอดก็เป็นมิตรดัดเรื่องบังกอบเนื้อเป็นเลือสมาในอายปออายไพ่พวกกระหอมจันทร์เนื้อไปเรือกระบาระบาดกวาดติดท้องให้กวาดไอ้ใหญ่บานทาวิสังหาครั้งนะเจียวมวยหนึ่งปะยากะมันธรรมดาให้ไปทานแต่เมนนี้โดยจิตใจจุ่มเนี่ยเดือดเลือกกะเตอเลือกกางสูงได้เชี่ยวแปรมาจับติดท้องได้ไปทัวร์ไอ้ใบโดระบาดปุเนี่ยบำราในขนมริจจับยังนุคือไปปลูกเป็นแต่โดยการหลุดงอกกระบุนดังไห้ก้นกระมอมในขนมตะโกเรื่องคือบ้านหมอกดอดวิมกวิเมียนประจันให้พิ้วต่างออกในขนมวิเมียนประจันถ้าบ้านหนังจื้อนังเมียนวัดตะเมียนผ่องได้ตู้ชี้อย่างนายก็ได้พิ้วคือวิเมียนจำนวนติดตุนนะวิกรอนแต่บานกระเล็กมือตายมือเพลสกลายปีเนี่ยบำราในขนมริจจับยังใบเนี่ยนั่งมันไตรริจจับยังดอกเนี่ยก็วิเมียนมนุษย์ใต้ประมาณเนี่ยประมาณเนาะในขนมวิเมียนประจันมวยนี่จิตคือกับบานเมื่ออ่อมปีวิเมียนประจันได้ชีมนุษย์จำเนี่ยได้มินเนียมตะโกทำหูได้แต่ตัวบรรทุกในจุดโดซ่อมเปลี่ยนหนึ่งอาสดในกล้ามก้าในน้องระบาการยีวิเมียนอาสดในประจันคือเหมือนบันเรียบจำกำวิธีสวากุ้งนามุยดุลอยกล้มระบาตะโกสถานสูคือแบบบานบอกดอรูท้ายโดยชนะก้าเรียบจำคือแบบบานช็อปบานตอบนกนู้คือแบบแต่รองจำก้าบางหันคลุ้นระบาประเด็นการยีประกาศนาเยื้องบอกดอเฮ้ยหอมตำนาโดยสำเร็จสายครั้งหนึ่งเว้ยรถเตะเราบ้าอัตริปอมีมุ้ยคือแบบบานดามเอายืดในกล้ามก้ากาปีจุ่มวิ่งลอยไปเอามาจากได้ลิสำเร็จมันเปะปอบีรอบสับเนี่ยบานจอมเอาปีมกในขนมกรมกรุษาตะโกนพลึงไว้จู่ใช้คือบานชอบไปเลยใส่เปลี่ยนหนึ่งบานด้ามกปีมกประเตะอัตริอย่างลื่นให้บ้านในยัยเดือบานโดยการอ่อนกระบาทับจู่ใช้ส้มจมเรียบสู่ประใบด้าการบางเฮคือเหมือนบานบากแบงเดินตีให้ก็แบบบานซอยจะบอกบานไต่ท่าไงนี้มีกรอนใต้จิกกระบุนดังไฮโกนกระมมตายปะปนนกแนะนึ่งยิงคือเหมือนตอนบานฉลองกัดปีที่มงคลการในลอยตีเปียได้ถ่ายปกขมิ้นนี่คือไปตรายบานหายวิลุนปีหายไว้จู่ใช้คือมันดังไว้จู่ใช้คือมันบานคังสมาไว้แต่ก็หายอย่างย่อมได้มันเสียเสือท้าก๊าซได้มันตุกเราบอกประใบด้าคือไปตรำไตรจู่ใช้คือจีเนี่ยได้บานประพฤติได้มันปรองประหยัดเนื้อปีนี้เจาะโจ้ได้สำคัญเราบอกวิบินแต่จานก็ไปตรายบานยืดให้ประเนียงกลางยี่คือไปบานด้ามกจู่มวยหนึ่งเราโพนในปอกระห้องโดยบานอ้อมแบบน้าโดยเนี่ยบางรายปีเนี้ยเนี้ยก็แบบบานดาเจนบอกยืดเนื้อขนมสำเร็จแบบเปียกพอกระหอบจากสองมือตั้งviệc đối chiếuประจันแบบตุนพื้นได้ตื้อหนึ่งเรียเนื้อเป็นแบบบานคืนกลางยีคือแบบบานเด็กหมกเมาส์กลางซัวก็ไปจับดามซอยรุ่ยคือแบบบานดักใดแต่การเฟ้นจู่เชนส่งอ้อยลูกมาจับไปขมิ้นเนื้อขนมตะโกเฟ้นจู่เชนคือบานบุกบาได้สนามยิ้มเนื้อเลือดมุกระบาดกอดคือบานดาตะโดกลางยูฉี่มวยนึ่งไอ้ระยะบอดดอสังห้าชุบเนื้อปีมุกระบาดนิ่งหายก็แบบบานดักใดตะโดนิ่งโดยซาแต่เบี้ยคือจะกาออมดำนายโกนกระมงเฟ้นจู่เชนปัจจิตรบังโปรตรงแต่การประเนียงการยี
ដោយដៃដែលបាននាំចូលទៅកាន់រទេះយ៉ាងណាក៏ដោយកាងយីគឺមិនមានប្រតិកម្មអ្វីទេវាដូចជានាងគឺមិនបានឃើញដៃដែលបានដាក់ទ្រទៅសោះហើយក៏វាបានសួរដល់ត្រជាក់ថាតើផ្កាព្រលឹងដែលបានឆេះដែលខ្ញុំវាចង់បាននៅឯណាវែងជូឆេងគឺបានញញឹមរួចក៏បានតាក់ដៃហើយនិយាយថាសូមជូនអំណោយនៃការភ្ជាប់ពាក្យមនុស្សនៅក្នុងតកោភ្លើងជាង30នាក់គឺបានមកដល់ក្នុងពេលដំណើរគ្នាហើយពួកគេម្នាក់ៗគឺបានកាន់ប្រអប់ធំមួយនៅក្នុងដៃប្រអប់ទាំងនោះក៏វាត្រូវបានត្រៀមស្របគ្នាយ៉ាងស្រស់ស្អាតហើយបន្ទាប់ពីបានបើកនៅក្នុងពេលដំណើរគ្នាភ្លាមនោះពន្លឺចែងចាំងដ៏អស្ចារ្យនៃគ្រឿងអលង្ការក៏ដូចជាក្លិនឱសថដ៏ប្រណិតគឺបានបំពេញដែនផ្ទៃអាកាសទាំងមូលនៅក្នុងវិមានព្រះច័ន្ទអំណោយភ្ជាប់ពាក្យនេះវាអាចនិយាយបានថាវាមានតម្លៃស្មើនឹងទីក្រុងមួយហើយជូឆេងនៅតែមានស្នាមញញឹមយ៉ាងស្រស់ស្អាតនៅលើមុខរបស់គាត់នៅពេលដែលគាត់បាននិយាយថាខ្ញុំគឺបានប្រគល់ទ្រព្យសម្បត្តិនិងថ្នាំដ៏មានតម្លៃទាំងអស់នេះដើម្បីបង្ហាញអំពីភាពស្មោះត្រង់របស់ត្រកូលស្ថានសួគ៌ដែលបានឆេះរបស់ខ្ញុំវាគឺជាការពិតណាស់ចំពោះនរណាម្នាក់ដែលវាមានឋានៈដ៏ថ្លៃថ្នូរដូចជាអ្នកហើយវាថែមទាំងមានប្រលឹងដ៏ត្រជាក់និងបេះដូងត្រជាក់ទៀតផងវាមិនអាចទៅរួចទេនៅក្នុងការចាប់អារម្មណ៍ទៅនឹងថ្នាំទាំងអស់នេះប៉ុន្តែខ្ញុំមិនឆ្ងល់ថាតើរបស់នេះនៅទីនេះគ្រប់គ្រាន់ដើម្បីយកឈ្នះការពេញចិត្តរបស់ព្រះមហាក្សត្រដែរឬទេនៅពេលកំពុងតែបាននិយាយវែងជូឆេងគឺបានលូកដៃទៅអង្អែលចិញ្ចៀននោះភ្លាមនោះប្រអប់ធំថ្មមួយក៏វាត្រូវបានលេចចេញនៅក្នុងដៃរបស់គាត់ជាមួយនឹងផ្កាដ៏ចម្លែកមួយដែលវាមានផ្កា9កំពុងតែបានរីកនៅទីនោះផ្កានីមួយគឺវាមានរាងខុសៗគ្នាប៉ុន្តែផ្កាទាំងអស់នោះដោយវាគ្មានករណីលើកលែងមើលទៅវាដូចជាអណ្ដាតភ្លើងដែលកំពុងតែបានឆេះបើទោះជាយ៉ាងណាក៏វាត្រូវបានផ្សារភ្ជាប់នៅក្នុងប្រអប់ត្បូងក៏ដោយផ្កានោះហាក់ដូចជាកំពុងតែបានឆេះនិងមានជីវិតទៀតផងដូច្នេះនេះគឺជាផ្កាព្រលឹងដែលបានឆេះមែនទេនៅពេលដែលបានសម្លឹងមើលទៅកាន់ផ្កាដែលកំពុងតែបានឆេះនៅក្នុងប្រអប់ត្បូងផ្នែករបស់កាងយីក៏វាបានប្រែជាស្ព្រិចព្រិលមួយសន្ទុះត្រូវហើយវាគឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុតមួយរបស់ត្រកូលស្ថានសួគ៌ដែលបានឆេះរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយប្រសិនបើជាអ្វីមួយដែលព្រះនាងប្រាថ្នាវាទុកឲ្យតែផ្កាយកុំថាឡើយតែផ្កាព្រលឹងខ្ញុំនឹងមិនស្ទាក់ស្ទើរនៅក្នុងការលះបង់ពាក់កណ្ដាលនៃជីវិតរបស់ខ្ញុំផងឲ្យផ្កាព្រលឹងនោះមកខ្ញុំហើយខ្ញុំនឹងទៅជាមួយអ្នកបន្ទាប់ពីបានដកដង្ហើមស្រាលកាងយីគឺបានលូកដៃទៅយកប្រអប់ត្បូងវែងជូឆេងគឺមិនបានបង្ហាញសញ្ញានៃការបញ្ឈប់នាងនោះទេឬក៏បានដកដៃរបស់គាត់ចេញឡើយហើយអនុញ្ញាតឲ្យនាងយកប្រអប់ត្បូងនៅក្នុងដៃរបស់នាងកាងយីគឺបានងាកយ៉ាងលឿនហើយគឺបានមកដល់ពីមុខរបស់បរិសុទ្ធចំណាស់ដែលមាននាមតកូលមូដែលជាផ្នែកមួយនៃសមាជិកសហគមន៍របស់ព្រះច័ន្ទមុនពេលដែលនាងបាននិយាយបរិសុទ្ធចំណាស់គឺបានងក់ក្បាលយល់ព្រមហើយនិយាយដោយសម្លេងទាបបំផុតថាអ្នកគឺមិនចាំបាច់បង្ហាញវាមកឲ្យខ្ញុំទេខ្ញុំវាធ្លាប់មានឱកាសឃើញផ្កាព្រលឹងដែលបានឆេះពីមុនមកហើយវាអាចនិយាយបានថាវាគ្មានការសង្ស័យទេផ្កានៅក្នុងដៃរបស់អ្នកគឺជាផ្កាព្រលឹងដែលបានឆេះនេះគ្រាន់តែខ្ញុំគឺមិនសូវមានទំនុកចិត្តនៅក្នុងការអនុវត្តអំពីសមត្ថភាពអំពីផ្កាព្រលឹងដែលបានឆេះខ្ញុំអាចព្យាយាមឲ្យអស់ពីសមត្ថភាពប៉ុន្តែប្រសិនបើវាបញ្ចប់ដោយការបរាជ័យគាត់បានដកដង្ហើមធំរៀមច្បងខ្ញុំទុកអ្វីទាំងអស់ឲ្យលោកខ្ញុំនៅតែស្នើសុំឲ្យរៀបច្បងកុំចាត់ប៉ារ៉ាស៊ីតចុងក្រោយដែលបានលាបតបាក់ព្រលឹងជីវិតចេញពីរូបកាយបិតារបស់ខ្ញុំដោយបានប្រើផ្កាព្រលឹងនៅថ្ងៃនេះមិនថាវាបញ្ចប់ដោយជោគជ័យឬបរាជ័យនោះទេកាងយីនឹងដឹងគុណទៅដល់លោកម្ចាស់ជានិច្ចសម្រាប់ជីវិតរបស់ខ្ញុំកាងយីគឺបានសម្លឹងមើលនឹងការឆ្លើយតបដោយសម្លេងនៃការដឹងគុណក៏ដូចជាការអង្វរបន្ទាប់មកនាងក៏បានងាកនិងបានទៅឈរពីមុខប្រទេសរបស់កាងបានហើយក៏បានបើកវាំងនោននិងបានដាក់ប្រអប់ត្បូងថ្មនៅលើជង្គង់របស់គាត់ព្រះបិតាលោកត្រូវតែបានថែរក្សាប្រអប់ត្បូងមួយនេះឲ្យបានត្រឹមត្រូវហើយក្រៅអំពីរៀមច្បងនៅក្នុងសមាជិកពាណិជ្ជកម្មនៃព្រះច័ន្ទខ្មៅលោកគឺមិនត្រូវប្រគល់វាឲ្យទៅនរណាផ្សេងនោះទេយីប្រហែលជាមិនអាចអមដំណើរលោកបានទៀតនោះទេដូច្នេះវាត្រូវតែបានថែរក្សាខ្លួនលោកពូដងវែងសូមការពារលោកឪពុកគ្រប់ពេលវេលាបន្ទាប់ពីព្រះនាងគឺបាននិយាយចប់កាងយីបន្ទាប់ពីបានបិទវាំងនោនដោយមិនបានរងចាំការឆ្លើយតបរបស់កាងបានដោយវាបានដើរទៅកាន់រទេះសម្រាប់អមដំណើរកូនក្រមុំនាងវាអាចឮសំឡេងបញ្ញាហៅយីរួមជាមួយនឹងសំឡេងស្អកនៃការជឿចាប់ដែលបានចេញពីខាងក្រៅនាងកាងយីគឺបានបិទភ្នែកយឺតហើយនៅពេលដែលនាងគឺបានបើកភ្នែកម្ដងទៀតភ្នែកទាំងនោះគឺបានបង្ហាញតែភាពស្ងប់ស្ងាត់តែប៉ុណ្ណោះនាងបានបោះជំនាញចូលទៅកាន់ក្រែស្នែងកូនក្រមុំអស្ចារ្យតាមនឹងឯងដោយគ្មាននរណាម្នាក់ជួយទ្រទ្រង់នាងឡើយហើយបន្ទាប់មកវាំងនោនពណ៌ក្រហមគឺត្រូវបានធ្លាក់ចុះគណៈពេលដែលនាងគឺបាននិយាយដោយសម្លេងបង្ងើយកន្តើយថាទៅកាងស៊ូគឺវាបានសោតដោយក្តីពេញចិត្តបើទោះបីជាយើងគឺមិនបានរៀបចំពិធីដ៏អស្ចារ្យមួយណាក៏ដោយប៉ុន្តែយើងវាអាចមើលឃើញអំពីរបៀបដែលព្រះនាងវាចង់ខ្លាយជាសមាជិករបស់ត្រកូលស្ថានសួគ៌ដែលបានឆេះ
chào vàiក្មេងនៅក្នុងត្រកូលពេញចាប់ពីពេលនេះតទៅខ្ញុំនឹងប្រគល់សុខកម្លាំងគល់ប្អូនស្រីរាជវង្សរបស់ខ្ញុំឲ្យអ្នកចូលមើលថែរក្សាគ្នាទៅវិញទៅមកកុំធ្វើបាបនាងហេហេខ្ញុំសូមអង្វរលោកឪពុកនិងព្រះម្ចាស់ទី3ឲ្យលោកគឺវាបានស្រស់ស្រួលការដែលអាចរៀបការជាមួយនឹងព្រះនាងគឺជាភរិយារបស់ខ្ញុំគឺជាពរជ័យនៃជីវិតរបស់ខ្ញុំរួចហើយវែងជូឆេងដូច្នេះខ្ញុំប្រព្រឹត្តចំពោះនាងដោយធម្មជាតិវែងជូឆេងគឺបាននិយាយទាំងសើចនៅពេលដែលគាត់គឺបានទៅកាន់កាំងបានហើគាត់នៅតែបានប្រើពាក្យថាលោកឪពុកដដែលដោយបានបើកចំហវាដូចជាគាត់គឺមិនបានឮអំពីការពមៀនរបស់កាំងបានហើអំពីមុនទាល់តែសោះវែងជូឆេងគឺបានលោតឡើងទៅលើខ្នងសេះបន្ទាប់មកដោយវាបានធ្វើតាមសញ្ញានៃដៃរបស់គាត់ក្បួនដង្ហែកូនក្រមុំរបស់ត្រកូលភ្លើងក៏វាបានចេញអំពីវិមានព្រះច័ន្ទដ៏អស្ចារ្យពិធីមង្គលការរបស់ព្រះនាងដើមឡើយគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចប្រពបានជាច្រើនថ្ងៃប៉ុន្តែវាត្រូវបានធ្វើដោយសាមញ្ញបែបនេះដែលវាពិតជាចម្លែកណាស់ដោយគ្នានេះដែរចំពោះការជូនពរនិងពរជ័យដែលពួកគេវាត្រូវបានផ្ញើចេញពីគ្រប់ទិសទីនៅក្នុងចក្រភពព្រឹត្តិការណ៍ដ៏អស្ចារ្យនិងរុងរឿងបែបនេះបើសូម្បីតែអ្នកសម្ដែងរបាំក៏វាត្រូវបាននាំយកអំពីតកោភ្លើងដែរចំពោះវិមានព្រះច័ន្ទវាត្រូវបានតុបតែងដោយចង្កៀងគុំនិងអមទៅដោយពណ៌ក្រហមនិងមនុស្សនៅក្នុងរាជវាំងក៏ដូចជាមន្ត្រីដែលវាមានមុខព្រួញនៃការព្រួយបារម្ភនៅក្នុងសម្លេងនៅក្នុងព្រឹត្តិការណ៍ទាំងមូលការផ្លាស់ប្ដូរពាក្យសម្ដីរវាងភាគីទាំងពីរក្រុមគឺវាបានកើតឡើងដែលស្ថានភាពវាត្រូវបានគេហៅថាវាគួរឲ្យអាណិតណាស់នៅពេលដែលក្បួនដង្ហែនៃត្រកូលស្ថានសួគ៌ដែលបានឆេះដែលបាននាំមកនៅអំណាចនៃការគៀបសង្កត់ដ៏ធំដែលបានចាក់ចេញអំពីរាជវាំងព្រះច័ន្ទរទេសរបស់អធិរាជកាំងវាងហើនៅតែបានស្ងៀមស្ងាត់នៅនឹងកន្លែងដើមរបស់វាដោយវាគ្មានសម្លេងសកម្មភាពអ្វីឡើយឈិនប៊ូឆាងគឺបានបិទភ្នែកដោយក្តីបារម្ភវាគឺជាម៉ោង10ព្រឹកទៅហើយនៅពេលដែលក្បួនដង្ហែរបស់ត្រកូលភ្លើងគឺវាបានចាក់ចេញអំពីរាជវាំងមានមនុស្សមួយចំនួនធំដែលបានមកអំពីគ្រប់ទិសទីនៅក្នុងអាណាចក្រខ្សលគៀវគឺដើម្បីស្វាគមន៍នឹងការអមដំណើរគូស្វាមីភរិយាថ្មថ្មីនេះដោយសង្ឃឹមថានឹងបន្សល់ទុកនៅចំណាប់អារម្មណ៍ខ្លះនៅលើត្រកូលភ្លើងសូមអបអរសាទរលោកម្ចាស់វ័យក្មេងវែងជូឆេងនិងព្រះនាងកាំងយីពិតជាគូស្នេហ៍មួយគូដែលបានក្លាយទៅជាគូយ៉ាងពិតប្រាកដដែលស្ថានសួគ៌គឺបានគូឲ្យវាគឺជាវាសនាដ៏ស្រស់ស្អាតដែលមិនអាចប្រកែកបានដែលអាចធ្វើឲ្យមនុស្សទាំងអស់នៅក្នុងពិភពមានការចំណានជាខ្លាំងខ្ញុំវាធ្លាប់បានឮអំពីឈ្មោះដ៏ល្បីល្បាញរបស់អ្នកប្រុសវែងក៏ដូចជាត្រកូលភ្លើងរួចមកហើយប៉ុន្តែនេះបន្ទាប់ពីបានឃើញអ្នកដោយផ្ទាល់ភ្នែកខ្ញុំក៏វាបានដឹងថាអ្នកគឺវាល្អជាងកិត្តិនាមរបស់គាត់ទៅទៀតវាពិតជាសំណាងដ៏អស្ចារ្យជាមួយនឹងត្រកូលភ្លើងប្រសិនបើពួកគេវាអាចបន្សល់ទុកនៅចំណាប់អារម្មណ៍ណាមួយទៅកាន់ត្រកូលភ្លើងវានឹងវាគ្រប់គ្រាន់ដើម្បីអួតខ្លួនឯងសម្រាប់រយៈពេល10ឆ្នាំខាងមុខតើនោះគឺជាបច្ចេកទេសអណ្ដែតដ៏ជ្រាលជ្រៅនៃរឿងព្រេងនិទានមែនទេព្រះអើយគឺវាមានមនុស្សសរុប8នាក់តើរឿងនេះវាពិតជាកើតឡើងមែនទេវាពិតជាពិសេសណាស់យ៉ាងណាមិញនេះគឺជាត្រកូលស្ថានសួគ៌ដែលបានឆេះនៅក្នុងចំណោមមនុស្សជាច្រើនដែលបានរំភើបចិត្តដែលគឺវាបានមកដង្ហែក្បួននោះស្ទើរតែទាំងអស់ពួកគេគឺវាមានការភ្ញាក់ផ្អើលចំពោះអ្នកជំនាញដែលបានអណ្ដែតនៅលើមេឃនៅក្នុងទីក្រុងធំទាំងអស់នៅក្នុងចក្រភពចលខៀវមនុស្សម្នាក់នៅក្នុងអាណាចក្រផែនដីវាត្រូវបានចាត់ទុកថាគឺជាកម្រិតមេឬជាកម្រិតអ្នកត្រួតពិនិត្យប៉ុន្តែអាណាចក្រមេឃគឺជាកម្រិតរឿងព្រេងនិទានសម្រាប់ពួកគេហើយមនុស្សភាគច្រើនគឺមិនអាចជួបនរណាម្នាក់នៅក្នុងអាណាចក្រមេឃនៅក្នុងជីវិតរបស់ពួកគេឡើយប៉ុន្តែថ្ងៃនេះការដែលអាចឃើញមនុស្ស8នាក់បែបនេះនៅចំពោះមុខពួកគេគឺវាបាននាំមកនៅការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាទៅដល់មនុស្សភាគច្រើនដែលមានវត្តមាននៅទីនេះហើយនឹងធ្វើឲ្យពួកគេវាកាន់តែដឹងច្បាស់អំពីគោលគំនិតនៅក្នុងនិកាយធំទាំង4មើលទៅខាងនោះមនុស្សនោះគឺជាវិជ្ជបណ្ឌិតដ៏មានទេពកោសល្យដំបូងគេនៅក្នុងអាណាចក្រខ្យល់ខៀវរបស់យើងគាត់គឺជាវិជ្ជបណ្ឌិតបរិសុទ្ធគូជីងហុងសត្វវិជ្ជបណ្ឌិតបរិសុទ្ធគូជីងហុងទៀតដរាបណាមនុស្សជាច្រើនគឺវាបានស្រែកឡើងដោយការភ័យខ្លាចភ្នែកជាច្រើនដែលវាពោពេញទៅដោយការគោរពគឺបានតម្រង់ទៅកាន់បរិសុទ្ធចំណាម្នាក់ដែលមានរូបរាងនិងសម្បុររាងស្អាប់ស្លៀកសម្លៀកបំពាក់ពណ៌សដែលកំពុងតែបានឈរនៅពីមុខមនុស្សជាង10នាក់ដែលកំពុងតែបានអមដំណើរគាត់បើសូម្បីតែវែងជូឆេងក៏បានបង្ហាញទឹកមុខគោរពភ្លាមនៅពេលដែលគាត់គឺបានដឹងអំពីអត្តសញ្ញាណរបស់បរិសុទ្ធចំណាម្នាក់នោះគាត់គឺបានស្រែកឡើងភ្លាមថាលោកគ្រូធំគូហើយវាធៀបទៅនឹងចុះអំពិសេសដើម្បីធ្វើការជម្រាបសួរមិនចាំបាច់ទេគូឈីងហុងគឺបានបោះជំហានទៅមុខនៅពេលដែលគាត់បានចុះភ្លាមហើយនិយាយទាំងសោយថាថ្ងៃនេះពិតជាថ្ងៃមាសមែនដែលអ្នកនឹងបាននាំកូនក្រមុំរបស់អ្នកទៅកាន់តកូលភ្លើងរបស់អ្នកដូច្នេះអ្នកគឺមិនគួរចុះពីលើសេះរបស់អ្នកដោយភាពបង្ងើយកតើយបែបនេះទេ
ហាខ្ញុំគឺវាចាស់ហើយជីតារបស់អ្នកគឺវាមានចិត្តនិងមិត្តភាពអស់រយៈពេលជាច្រើនជាមួយខ្ញុំហើយទីបំផុតថ្ងៃរៀបការរបស់អ្នកដែលយើងតែងតែសង្ឃឹមគឺបានមកដល់ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ចំពោះរឿងនេះវែងជូឆេងគឺបានដាក់ដៃរបស់គាត់ហើយនិយាយថាវែងជូឆេងពិតជាអរគុណដែលលោកគ្រូធំគឺបានមកដោយផ្ទាល់ដើម្បីអមដំណើរកូនកំមុំរបស់ជូឆេងនោះទេខ្ញុំសូមឲ្យលោកគ្រូធំគូផ្ដល់កិត្តិយសមកដល់យើងដោយវត្តមានរបស់គាត់នៅក្នុងពិធីជប់លៀងដ៏អស្ចារ្យដែលយើងប្រារព្ធឡើងនៅរយៈពេល3ថ្ងៃទៀតហូនោះគឺជារឿងធម្មតាទេខ្ញុំនឹងចេញដំណើរទៅកាន់ប្រកូលរបស់អ្នកនៅថ្ងៃរសៀលនេះគូជីងហុងគឺបាននិយាយទាំងសោយការដែលវែងជូឆេងគឺវាមានសុជីវធម៌និងការគោរពចំពោះគាត់មនុស្សទាំងអស់កំពុងតែបានគិតនឹងការកោតសរសើរយ៉ាងល្អហើយក៏បានចូលទៅចិត្តត្រកូលភ្លើងដើម្បីតាក់ទាញចំណាប់អារម្មណ៍បានបង្ហាញអំពីទឹកមុខនៃការច្នៃនៅពេលដែលពួកគេគឺបានលើអំពីត្រកូលភ្លើងដែលបាននិយាយជាមួយនឹងព្រឹទ្ធាចារ្យគូទោះជាយ៉ាងណាក៏ដោយមនុស្សគ្រប់គ្នាបានដឹងថាគូជីងហុងគឺវាមានកម្រិតខ្ពស់ប៉ុណ្ណានៅក្នុងនាមគឺជាវិជ្ជបណ្ឌិតដ៏ប៉ិនប្រសប់ដំបូងគេនៅក្នុងអាណាចក្រខ្យល់ភៀវការអនុញ្ញាតឲ្យគាត់គឺជាភ្ញៀវកិត្តិយសគឺជារឿងវាធម្មតាដែលវាត្រូវធ្វើក្បួនដង្ហែរបស់ត្រកូលភ្លើងដែលវាបានឆាបឆេះក៏វាឈានបានទៅពីមុខទីក្រុងអាឌីរីយ៉ាងលឿនដែលមិនបានបញ្ញាហើយក៏វាបានឈានពីចម្ងាយត្រឹមតែ1គីឡូម៉ែត្រអំពីរាជវាំងបន្ទាប់ពីការធ្វើដំណើរអស់រយៈពេល10នាទីវងមនុស្សគឺវាត្រូវបានធ្វើដំណើរទៅតាមហើយមនុស្សកាន់តែច្រើនឡើងគឺវាបានចូលរួមនៅតាមដងផ្លូវយ៉ាងណាមិញពួកគេម្នាក់វាគិតថានេះគឺជាពេលវេលាតែមួយគត់នៅក្នុងជីវិតរបស់ពួកគេតែពួកគេវាអាចមើលឃើញឱកាសអស្ចារ្យបែបនេះនៅពេលនេះវាស្រាប់តែមានសម្លេងសត្វស្លាបដ៏ធំដែលវាបានយំនិងមិនច្បាស់លាស់មួយគឺវាបានដើរឡើងនៅពីលើមេឃនោះគឺជាអ្វីគឺវាបានងើបឡើងទៅកាន់មេឃនៅពីលើមេឃពណ៌ខៀវដ៏សែនឆ្ងាយចំណុចពណ៌ខ្មៅមួយគឺវាបានស្ទុះមករកពួកគេក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងមួយផ្នែកចំណុចខ្មៅនោះគឺវាបានរីកធំប៉ុនកណ្ដាប់ដៃហើយនៅពេលបន្ទាប់វាកាន់តែច្បាស់នៅពេលដែលស្រមោលសត្វស្លាបធំមួយគឺវាត្រូវបានដឹកចេញមក